Ok,សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel YouTube របស់យើងហើយថ្ងៃនេះគឺជាមេរៀនទី4ហើយដែលយើងធ្វើអំពីកម្មវិធី Market Prim ហើយវាជាការចែកម្លែកមួយដែលអាចឲ្យយើង share ចំណេះដឹងគ្នាទៅវិញទៅមកហើយសម្រាប់អ្នកទាំងអស់គ្នាមានជា idea អីក៏អាច comment ចូលដែរដើម្បីសួរនាំឬក៏បញ្ចេញជាយោបល់អីបន្ថែមអញ្ចឹងសម្រាប់កម្មវិធី Market Prim មេរៀនទី4នេះយើងនឹងចាប់ផ្ដើមពីការប្រមូលទិន្នន័យ load ដែលមានអំពើនៅលើកម្រាលខណ្ឌហើយនៅក្នុងវីដេអូនេះដែរខ្ញុំសង្ឃឹមថាក្រោយពីចប់អ្នកទាំងអស់គ្នានឹងអាចប្រមូលបន្ទុកដែលមានអំពើលើកម្រាលខណ្ឌបានហើយថានៅលើកម្រាលខណ្ឌយើងមានអីខ្លះអញ្ចឹងជាទូទៅពេលដែលយើងបើកកម្មវិធី Market Prim មកខ្ញុំតែងតែបញ្ជាក់អ្នកទាំងអស់គ្នាគឺយើងកំណត់ទំហំកិច្ចការរបស់យើងអញ្ចឹងនេះខ្ញុំកំណត់ដូចរាល់ដងហើយ machine ខ្ញុំយកnarrow ចុះឲ្យយើងសរសេរបានច្រើនហើយចំពោះ grid គឺខ្ញុំសូជា grid បែបនេះដើម្បីងាយចុះបន្ទាត់ងាយឡើងអញ្ចឹងតាក់ទងជាមួយនឹងកម្មវិធី Market Prim ពេលយើងបើកមកអញ្ចឹងហើយយើងចង់វាយអត្ថបទឧទាហរណ៍យើងចង់វាយជាសអីយើង Control T អញ្ចឹង Control T យើង shift ទៅជាខ្មែរមកដូចខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នារាល់ដងគឺចំពោះ text ខ្ញុំតែងតែប្រើខ្មែរបាត់ដំបង TH MER អញ្ចឹងខ្មែរ OS បាត់ដំបងអញ្ចឹងយើងកំណត់តែមួយមកយើងចុះមកក៏វាស្គាល់ font នឹង auto អញ្ចឹង Control T ទីហោថាយើងអានេះយើងវាយដូច Word ទេការប្រមូលបន្ទុកលើកម្រាលខណ្ឌអញ្ចឹងយើងវាយប៉ុណ្ណឹងមកបន្ទាប់មកទៀតយើងចាប់ផ្ដើមកំណត់data របស់វាមួយចំនួនអញ្ចឹងតកតងមួយកម្រាស់កម្រាលខណ្ឌបើសិនជាយើងគិតទៅកម្រាលខណ្ឌរបស់យើងចែកចេញជាពីរប្រភេទគឺកម្រាលខណ្ឌធ្វើការមួយទិសនិងកម្រាលខណ្ឌធ្វើការពីរទិសអញ្ចឹងកម្រាលខណ្ឌធ្វើការមួយទិសគេកំណត់បែបម៉េចខ្ញុំនឹងបង្ហាញបន្តអញ្ចឹងយើងវាយមកកម្រាលខណ្ឌធ្វើការមួយទិសទីហោ one way អញ្ចឹងកម្រាលខណ្ឌធ្វើការមួយទិសរូបមន្តរបស់វាគឺជាទូទៅគឺយើងយកផលធៀបនៃជ្រុងវែង LB យើងតាំងឲ្យផលធៀបនៃជ្រុងវែងនៅលើ LA លើជ្រុងខ្លី LA លើជ្រុងខ្លីធំជាង2ដាច់ខាតធំជាង2ដែល LA គឺយើងនេះខ្ញុំ Control T មកយើងសេជា LA របស់យើងស្មើនឹងប្រវែងជ្រុងខ្លីអញ្ចឹងឧទាហរណ៍យើងតាំងបែបនេះហើយ LB ប្រវែងជ្រុងវែងនេះខ្ញុំដូរមកដាក់ B ទៅsorry ដោយសារជាប់ font ខ្មែរ B ប្រវែងជ្រុងវែងអូខេអញ្ចឹងខុសពីហ្នឹងគឺកម្រាលខណ្ឌធ្វើការពីរទិសហើយតូចជាង2អាហ្នឹងគឺកម្រាលខណ្ឌធ្វើការពីរទិសអញ្ចឹងឧទាហរណ៍ថាយើងចង់កំណត់កម្រាស់កម្រាលខណ្ឌអញ្ចឹងតែយើងមានLB របស់យើងឧទាហរណ៍យើងមាន LB របស់យើង L ធំ LB របស់យើងហ្នឹងគឺស្មើនឹងឧទាហរណ៍ថា5ម៉ែត្រចុះហើយ LA របស់យើងប្រវែងជ្រុងខ្លីរបស់យើងហ្នឹងគឺស្មើនឹង4ម៉ែត្រឧទាហរណ៍អញ្ចឹងដើម្បីកំណត់លក្ខខណ្ឌធ្វើការរបស់កម្រាលខណ្ឌគឺយើងដាក់មកថា slab ស្មើកន្លែងនេះយើងចូលទៅកំណត់អនុគមមួយ if
នេះយើងចុចសញ្ញានេះមកហើយយើងចុចពាក្យ if នេះប្រសិនបើយើងចាប់ផ្ដើមតាំងអនុគមវាសិនបើ LB នៅលើ LA LB លើ LA ធំជាង2ដាច់ខាតដូចយើងសរសេរនៅខាងលើធំជាង2 sorry ដោយសារខ្ញុំដាក់ម៉ៅខុសទីតាំងរបស់វាខ្ញុំចង់ឲ្យវាចេញមកនេះធំជាង2អាហ្នឹងគឺកម្រាលខណ្ឌធ្វើការone way ហើយខុសពីហ្នឹងគឺវាជា two way នេះ one way L ហ្នឹងបានខុសពីហ្នឹងគឺ two way អញ្ចឹងកន្លែងនេះយើងដាក់ two way អញ្ចឹងយើងស្មើមក sorry យើងចេញមកក្រៅនេះចុចសញ្ញាស្មើនេះអញ្ចឹងកម្រាលខណ្ឌរបស់យើងធ្វើការជា two way អញ្ចឹងបើ two way ដើម្បីកំណត់កម្រាស់កម្រាលខណ្ឌយើងមានរូបមន្តមួយគឺ t min ស្មើនឹងប៉ារ៉ាម៉ែត្រនៃជ្រុងទាំងពីរមានន័យថា2ដងនៃ LB បូកជាមួយនឹង LA 2ដងមានន័យថាប៉ារ៉ាម៉ែត្រនៃជ្រុងទាំងពីរលើ180អានេះជារូបមន្តចាំអ្នកទាំងគ្នាអាចទៅស្រាវជ្រាវបន្ថែមថារូបមន្តនឹងបានមកពីណាអាចទៅមើលក្នុងសៀវភៅកូដដែរទៅអញ្ចឹងកន្លែងនេះកម្រាស់កម្រាលខណ្ឌរបស់យើងគឺមួយទឹកអញ្ចឹងយើងបានកម្រាស់កម្រាលខណ្ឌហើយអញ្ចឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមកំណត់ប៉ារ៉ាម៉ែត្រដែលតាក់ទងមួយកម្រាលខណ្ឌហ្នឹងគឺម៉ាស់មៀតរបស់បេតុងម៉ាស់មៀតរបស់បេតុងយើងតាំងជា gamma c ចុះម៉ាស់មៀត concrete ស្មើនឹង25 គីឡូញូតុនក្នុងមួយគីបអញ្ចឹងបេតុងយើងមួយគីបគឺស្មើនឹង25គីឡូញូតុនប្រហែលជា2តោនកន្លះប៉ុណ្ណឹងចុះបន្ទាប់មកទៀតយើងចាប់ផ្ដើមគិតទៅលើបន្ទុកដែលមានអំពើលើកម្រាលខណ្ឌទុកដែលមានអំពើលើកម្រាលខណ្ឌមានបន្ទុកអីខ្លះអញ្ចឹងនៅលើកម្រាលខណ្ឌរបស់យើងមានអីគេមានការ៉ូអញ្ចឹងទុកការ៉ូខ្ញុំប្រើពាក្យថាថាល់ចុះថាល់ស្មើយើងអាចសរសេរជាសក់ខ្មែរនៅគៀននឹងទៅតែសារខ្ញុំចង់ឲ្យវីដេអូនឹងវែងអញ្ចឹងខ្ញុំស្វែងសរសេរយកតែម្ដងថាល់ស្មើនឹងកម្រាស់ការ៉ូយើងគិតថា 20mm ចុះអញ្ចឹង 20mm គុណនឹងម៉ាស់មៀតរបស់បាយអជាទូទៅគឺយើងសន្មត់យក20គីឡូញូតុនក្នុងមួយគីបបានន័យថា2តោន2ក្នុងមួយគីបវាស្រាលជាងបេតុងហើយគីបគឺ10លេខ6វាយគីបធម្មតាមកអញ្ចឹងស្មើយើងចង់ឲ្យវាចេញជាគីឡូញូតុនក្នុង1ការ៉េយើងលុបຂະຫນាតនឹងចេញវាយគីឡូញូតុនមកហើយដាក់លើកជាការ៉េមកអញ្ចឹងការ៉ូគឺទម្ងន់ប៉ុណ្ណឹងបន្ទាប់មកទៀតអីគេបាយអម៉ូតាសំទោសបើសិនជាភាសាអង់គ្លេសនេះខ្ញុំសរសេរខុសព្រោះខ្ញុំធ្វើយ៉ាងលឿនដែរម៉ូតាបាយអយើងគិតថាកម្រាស់3ហ៊ុន 30mm គុណនឹង22គីឡូញូតុនដូចគ្នា22គីឡូញូតុនក្នុងមួយគីបដូចគ្នាហើយស្មើគីឡូប៉ាសចេញជាប៉ាស្កាល់អញ្ចឹងយើងលុបចោលទៅយើងដាក់គីឡូញូតុនក្នុង1ការ៉េអូខេម៉ូតាតបមកទៀតមានបន្ទុកអីគេបន្ទុកកម្រាលខណ្ឌខ្លួនឯងទុកកម្រាលខណ្ឌខ្លួនឯងយើងយកតែមីនដើម្បីឲ្យអក្សរវាតូចគឺយើង control សញ្ញាដកអក្សរ T នេះយើងវាយធម្មតាហើយ control ដកគឺវាធ្លាក់ចុះទៅក្រោមចេញយើងវាយអាមីននឹងចេញស្មើនឹងតែមីនស្មើនឹងsorry weight of slab យើងតាំងដោយទីហៅថា SW cell weight របស់ slab អញ្ចឹងយើងស្មើនឹងតែមីនគុណនឹងម៉ាស់មៀតរបស់បេតុងគឺ25គីឡូញូតុនក្នុងមួយគីបហើយយើងស្មើមកអញ្ចឹងនេះចេញជាគីឡូប៉ាស្កាល់យើងគីឡូញូតុនក្នុងមួយការ៉េព្រោះយើងចង់ឲ្យវាផ្លាយនៅលើផ្ទៃជាមួយការ៉េអញ្ចឹង 2.5 2តោនកន្លះក្នុងមួយការ៉េបន្ទាប់មកទៀតអីគេ selling ព្រោះ selling តាមពិតវាទាញពីក្រោមប៉ុន្តែទាញពីក្រោមបើសិនជាក្នុងលក្ខខណ្ឌយើងប្រមូលបន្ទុកគឺវាដូចតែមកពីលើកម្រាលខណ្ឌដែរទេអញ្ចឹងយើង
ដាក់ទៀតមក selling ជាទូទៅគឺយើងកំណត់យកទេនៅក្នុងនេះselling របស់យើងអាចយកបូករួមគ្នាមកទៅselling និង MVP បាទ selling បូក MVP system ទីហោ and MEP អាហ្នឹងយើងកំណត់ថាប្រហែលជា1ការ៉េជាទូទៅយើងយក1ការ៉េហើយជា50គីឡូអញ្ចឹង 0.5 គីឡូញូតុនក្នុង1ការ៉េនេះ selling បន្ទាប់មកទៀតយើងមានអីទៀត partition partition បានន័យថាបន្ទុកជញ្ជាំងខណ្ឌទូទៅអាចមានបន្ទុកទឹកអីទូទេបានទៅតូចទេបើធំជាងហ្នឹងគឺយើងត្រូវ apply ជា linear នៅក្នុងកម្មវិធី partition យើងយក1គីឡូញូតុនក្នុង1ការ៉េអានេះបន្ទុកជញ្ជាំងខណ្ឌផ្សេងដែលយើងគិតថាយើងដាក់ apply រៀបនៅលើជញ្ជាំងនៅលើកម្រាលខណ្ឌរបស់យើងតិចតួចបន្ថែមតែបើជញ្ជាំងខ្ពស់ជញ្ជាំងបន្ទុកទឹកអីដែលយើងចង់ឲ្យសុក្រិតហ្មងគឺយើងត្រូវ apply នៅក្នុងកម្មវិធីយើងគូជា line ទៅ apply វាជា linear ទៅអញ្ចឹងតាក់ទងជាមួយនឹងទុកកម្រាលខណ្ឌរបស់យើងដែលមានអំពើលើកម្រាលខណ្ឌដូចជាប៉ុណ្ណឹងទេយើងអាច total deadload ដែលមានអំពើលើកម្រាលខណ្ឌនឹងបាន total មកស្មើយើងដាក់មកមានអីគេថាបូក mortar បូក SW Selvage បូក selling MVP យើងអាច copy ក៏បានដែរបើយើងអត់កុំឲ្យពិបាកវាយ Ctrl C មកយកមកដាក់វា Ctrl V ហើយបូកទៀត partition Ctrl C មកហើយយើង Ctrl V មកហើយស្មើអញ្ចឹងបន្ទុកសរុបទាំងអស់វាស្មើនឹង5.1 គីឡូញូតុនក្នុង1ការ៉េប៉ុន្តែជាទូទៅបញ្ជាក់បន្តិចនៅក្នុង program កម្មវិធី robot ឬក៏ e-tab Selvage យើងអត់ពិបាករកទេយើងអត់ចាំបាច់រកទេដោយសារ program វាស្គាល់ automatic សម្រាប់ Selvage របស់គ្រឿងអង្គមប៉ុន្តែបន្ទុកផ្សេងនេះគឺយើងត្រូវ apply ឲ្យវាអាហ្នឹងអ្នកទាំងអស់គ្នាអាចមើលក្នុងវីដេអូ robot របស់ខ្ញុំតិចទៀតខ្ញុំធ្វើដល់ apply បន្ទុកអីហ្នឹងអ្នកទាំងអស់គ្នានឹងយល់អានេះ total deadload បន្ទាប់មកទៀតសម្រាប់ line load យើងនៅមានសល់បន្ទុកមួយទៀតគឺបន្ទុក line load ខ្ញុំតាំងដល់ LL line load បើយើងគិតទៅសម្រាប់អគារស្នាក់នៅគឺ 1.92 គីឡូញូតុនក្នុង1ការ៉េប៉ុន្តែនេះវាប្រែប្រួលទៅតាម function បើសិនជាអគារស្នាក់នៅប៉ុណ្ណឹងប៉ុន្តែបើសិនជា restaurant សាលារៀនឬក៏មន្ទីរពេទ្យអី line load របស់វាគឺយើងត្រូវចូលតាមកូដហើយខ្ញុំអាចនឹងតម្លាក់ line load នឹងឲ្យដែរបើសិនជាចង់បានអ្នកទាំងអស់គ្នាក្នុងមិនមកខ្ញុំបន្ថែមព័ត៌មាននឹងឲ្យអ្នកទាំងអស់គ្នាអាចចូលយកនៅក្នុងកូដបានដូចគ្នាអាចចូលមើលកូដទៅយើងនឹងឃើញហើយអញ្ចឹងក្រោយពីយើងកំណត់ឲ្យប៉ុណ្ណឹងខ្ញុំគិតថាបន្ទុកសរុបរបស់យើងគឺមានប៉ុណ្ណឹងហើយសម្រាប់ apply នៅលើកម្រាលខណ្ឌអញ្ចឹង total load ចុងក្រោយហ្នឹងគឺស្មើtotal deadload បូក line load Ctrl C Ctrl V មកបូកជាមួយនឹង line load របស់យើងនេះមក Ctrl C Ctrl V អញ្ចឹងបន្ទុកចុងក្រោយដែលមានអំពើលើកម្រាលខណ្ឌទាំងកម្រាលខណ្ឌខ្លួនឯងហ្នឹងគឺស្មើនឹង 7.02 គីឡូញូតុនក្នុង1ការ៉េអញ្ចឹងសម្រាប់ load នេះគឺយើងប្រមូលប៉ុណ្ណឹងហើយវាជាមូលដ្ឋានមួយដើម្បីឲ្យយើងអាចចងការគណនា slab នៅក្នុងកម្មវិធី market បន្តសិនជាយើងចង់រកដាច់ slab ដាច់អីអានឹងវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញបន្ថែមហើយយើងដូរព័ត៌មានវាទៅវា load auto ស្វ័យប្រវត្តិហើយយើងរៀបចំវាឲ្យមានរបៀបរៀបរយទៅយើងធ្វើជារបាយការណ៍បានហើយយើងមកកែឧទាហរណ៍យើងកែប្រវែង span របស់យើង4ម៉ែត្រកន្លះគុណនឹង6ម៉ែត្រនេះវាចាប់ផ្ដើមប្រែប្រួល run auto ហើយតែ min នេះយើងអាចនៅរក្សាប្រើមួយទឹកក៏បានយើងប្រើរក្សាប៉ុណ្ណឹងក៏បានអញ្ចឹង load របស់វាប្រែ auto ហើយកាលណាយើងដូរ line load ទីហោ line load របស់យើងទៅជា5គីឡូញូតុននេះវា run auto ពីលើមកអញ្ចឹងសម្រាប់ការប្រមូលបន្ទុកដែលមានអំពើនៅលើកម្រាលខណ្ឌគឺមានប៉ុណ្ណឹងហើយ
បើសិនជាមានសំណួរអីអាច comment សួរបានហើយបើគិតថាវីដេអូនេះល្អកុំភ្លេចជួយ like share ក៏ដូចជា subscribe ផងហើយយើងនឹងបន្តជួបគ្នានៅវីដេអូបន្តទៀតដែលនឹងធ្វើជា step ដើម្បីជាមូលដ្ឋានឲ្យអ្នកទាំងអស់គ្នាសម្រាប់យកទៅប្រើប្រាស់បន្ថែមអញ្ចឹងមានប៉ុណ្ណឹងជួបគ្នានៅវីដេអូបន្ទាប់អរគុណ